ថ្ងៃទី1នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជិត80,000 នាក់សម្រាប់ថ្ងៃទី14ខែមេសាឆ្នាំ2025ដែលជាថ្ងៃទី1នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តខេត្តសៀមរាបមានភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តចូលមកលេងកម្សាន្តចំនួនប្រមាណ 794,530 នាក់ខណៈភ្ញៀវទេសចរបរទេសមានចំនួន 4,537 នាក់បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តសៀមរាបក្នុងចំណោមភ្ញៀវទេសចរខាងលើដែលរួមមានអ្នកទៅលេងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរសួនច្បារព្រះរាជដំណាក់តំបន់មាត់ស្ទឹងនិងតំបន់ Pub Strip ចំនួនប្រមាណ 760,000 នាក់តំបន់ភ្នំគូលែនចំនួនប្រមាណ 4,500 នាក់និងតំបន់បឹងទន្លេសាបចំនួនប្រមាណ 6,500 នាក់បារាយណ៍ទឹកថ្លែងចំនួនប្រមាណ 4,000 នាក់និងតំបន់សហគមន៍និងរមណីយដ្ឋាននានាចំនួនប្រមាណ 15,000 នាក់ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅថ្ងៃដដែលនេះដែរសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាមានកត្តាសំខាន់ចំនួន3ដែលរួមចំណែកធ្វើឲ្យប្រជាជនសប្បាយរីករាយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះគឺទី1កត្តាសន្តិភាពនិងសុវត្ថិភាពទី2ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់យើងកាន់តែប្រសើរនិងទី3មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែច្រើនអាចឆ្លុះបញ្ចាំងអំពីកម្រិតប្រសើរឡើងនៃជីវភាពរបស់ប្រជាពលរដ្ឋយើងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក៏ជាចំណែកមួយយ៉ាងធំក្នុងការទាក់ទាញភ្ញៀវទេសចរនិងជំរុញការលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាបនិងក្នុងប្រទេសផងដែរ